សូមជូនរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់និពន្ធដោយលោកសួនសុរិនរៀបរៀងជាលក្ខណនិយាយដោយលោកអេងធីរុនសម្ដែងដោយក្រុមសិល្បៈវិទ្យុជាតិកម្ពុជាតួសម្ដែងនៅក្នុងរឿងនេះមានផ្នែកបារោះសំនិងតាមចាស់ខ្ទមសម្ដែងដោយលោកអេងធីរុនមីនិងថកែហុកដោយលោកយិនស៊ីណាសែងនិងគ្រូពេទ្យតារានិងលោកអុកញ៉ាដោយលោកអុយសន្តិសៀនលោកជេងនិងវិជ្ជបណ្ឌិតដោយលោកស៊ីបរិញ្ញារដ្ឋមន្ត្រីក្មេងនិងអធិការប៉ូលីសដោយលោកខុនខាមរិនថៅកែសេងហុងនិងប៉ូលីសដោយលោកចិនអេងផ្នែកនារីនាងសយសម្ដែងដោយអ្នកនាងជីមស៊ីណាអ្នកស្រីកំលៀងនិងនាងមុំដោយអ្នកនាងសិនលៃភរិយាលោកអុកញ៉ានិងយាយប៉ោងដោយអ្នកនាងឌីតសំអាងអ្នកបម្រើយាយប៉ោះនិងយាយម្ចាស់ស៊ីក្លូដោយអ្នកនាងទឿសវណ្ណរងអមដោយចម្រៀងពីបទទី1មានចំណងជើងថាកំណាប់ស្នេហ៍ច្រៀងដោយលោកសិនស៊ីសមុទ្រនិងអ្នកនាងរុសេរីសុធាបទទី2មានចំណងជើងថាភ្លេងមច្ចុរាជច្រៀងដោយលោកសិនស៊ីសមុទ្រឆ្នាំនេះគ្រោះធម្មជាតិរាំងស្ងួតដីប្រេះក្រហែងមិនអាចធ្វើស្រែបានទេបើយើងទ្រាំនៅទីនេះតទៅទៀតច្បាស់ជាដាច់ពោះស្លាប់ជាមិនខានតែបើយើងដេករងចាំការជួយទំនុកបំរុងពីបងប្អូនក៏មិនសមព្រោះយើងមានស្លាប់អាចហើមានកម្លាំងគ្រប់គ្រាន់ប្រកបមុខរបររកស៊ីដោយខ្លួនឯងបានហើយបានអញ្ចឹងតាបងគិតរិះរកវិធីណាវិញដើម្បីចិញ្ចឹមជីវិតប្តីប្រពន្ធរបស់យើងណាបងគិតថាលក់ផ្ទះនិងដីស្រែដែលមានបន្តិចបន្តួចចាក់ចេញពីភូមិកំណើតដើម្បីទៅប្រកបរបររកស៊ីនៅក្រុងភ្នំពេញតើអូនយល់យ៉ាងណាដែរអូនជាប្រពន្ធបងអូនតាំងតែបងទាំងអស់អូនមិនចំទាស់បំណងរបស់បងទេតែយើងទៅរស់នៅភ្នំពេញធ្វើមិនកើតបើយើងគ្មានបងប្អូនផ្ទះសម្បែងនៅទីនោះផងរឿងនេះអូនកុំបារម្ភធ្វើអីប្រាក់ដែលបានមកពីលក់ផ្ទះនិងដីស្រែបន្តិចបន្តួចនោះយើងយកទៅជួលកូនខ្ទមមួយសម្រាប់ឆ្នាក់នៅនិងជួលស៊ីក្លូមួយគ្រឿងដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបានយ៉ាងស្រួលណាអូនអញ្ចឹងយើងគិតចេញទៅថ្ងៃណាទៅបង2-3ថ្ងៃទៀតមិនទៅបងថ្ងៃនេះកាក់តបទេគ្មានផ្លូវទេអូនថ្ងៃនេះបងត្រូវប៉ូលីសបងផាកដោយធាក់ស៊ីក្លូមិនជ្រះទឹះហើយបើបងគ្មានប្រាក់សម្រាប់បងផាកទេនោះច្បាស់ជាបងជាប់គុកហើយ